បាទគេនេះយើងឲ្យបងប្អូនពីរបៀបនៃការរំឡើងកម្មវិធី Corel Draw 2021អូខេកម្មវិធី Corel Draw នេះមានថាវាអត់ត្រូវការ activate ជាមួយនឹង Firecrack ទេមានថាវា free activate តែម្ដងអូខេអញ្ចឹងខ្ញុំរំឡើងជាមួយនឹងការបើកជាមួយ antivirus របស់ខ្ញុំទាំងអស់អូខេអញ្ចឹងខ្ញុំកំពុងធ្វើការបើកវា antivirus ហ្នឹងអូខេខ្ញុំបើកអញ្ចឹងខ្ញុំចាប់ដើមធ្វើការរំឡើងតែម្ដងបាទអូខេអ៊ីនធឺណិតក៏យើងបើកក៏បានអត់ក៏បានដែរអញ្ចឹងបិទហ្មងក៏បានបើកក៏បានដែរអានេះស្រ័យលើការចង់បានរបស់យើងព្រោះថា Firecrack នេះមានថាវាpre activate ហើយវាមិនទាមទារអ្វីទាំងអស់ទោះបីកម្មវិធី antivirus ក៏យើងអាចនៅតែដំណើរការ install បានដែរអូខេបាទអញ្ចឹង install យើងចូលកន្លែង setup នេះមកបាទតោះហើយយើងចុច next ព្រោះនេះ serial របស់វាបានចូលរួចហើយបាទហើយតមកយើងចុចនេះមានថាយក custom installation បាទ next install now បាទអូខេសម្រាប់ការ install VCP ជាងខ្ញុំសូមពន្លឿនវីដេអូបាទគេឥឡូវវាបានដំឡើងពេញវាចាប់ដើមធ្វើការបង្ហាញទៅលើកម្មវិធីហ្នឹងឥឡូវមានថាវាចេញអញ្ចឹងបងប្អូនអាចចុចdisagree ក៏បានបាទនិយាយមកហើយបន្តមកគឺបងប្អូនចូលកន្លែង file ហ្នឹងវិញបាទអញ្ចឹងបងប្អូនឃើញពាក្យថា add registry អូខេអញ្ចឹងយើងរបប click លើវាពីរដងបាទបន្តមកយើងយក yes គឺអូខេបាទអញ្ចឹងយើងតែបើកវាម្ដងទៀតនេះកម្មវិធីរបស់វា Corel Draw 2026បាទអូខេនេះគឺជា interface របស់ Corel Draw 2026បាទយើងចេញ intro N មកដើម្បីបង្កើតទាំងការងារបាទវាមានលក្ខណៈបែបនេះហ្នឹងហើយការដំឡើងរបស់យើងប្រកបដោយជោគជ័យបាទខ្ញុំបាទសូមអរគុណ